ថ្មក្រៅជារមណីយដ្ឋានដែលនៅជិតភ្នំពេញយើងនៅហួសពីខាងភ្នំឧដុង្គប្រហែលជា20គីឡូទេសម្រាប់អ្នកដែលមានពេលខ្លីចង់ដើរលេងសើទឹកទៅវល់ល្ងាចថ្មក្រៅជាទិសដៅដើរលេងដែលល្អម្យ៉ាងដែរដោយសារតែមានទេសភាពស្អាតមានទឹកធ្លាក់មានម្ហូបអាហារលក់នៅតាមរមណីយដ្ឋានហើយតម្លៃសមរម្យទៀតសម្រាប់ផ្លូវទៅថ្មក្រៅនេះគឺស្រួលរកទេយើងជិះពីខាងភ្នំឧដុង្គមកពោះភ្នំឧដុង្គប្រហែលជា20គីឡូពោះផ្សារត្រាចបន្តិចតបមកយើងមកដល់ផ្សារមួយទៀតឈ្មោះផ្សារខ្នុរតតឹងមកដល់ផ្សារខ្នុរតតឹងហ្នឹងហើយយើងបត់មកខាងឆ្វេងដៃមកចូលមកផ្លូវនេះឯងផ្លូវនេះផ្លូវកស៊ូផ្លូវស្អាតយើងបន្តជិះលើផ្លូវហ្នឹងប្រហែលជា30គីឡូទៅរហូតដល់ស្រុកទឹកផុសពេលដល់ស្រុកទឹកផុសហ្នឹងយើងឃើញធនាគារអេស៊ីលីដាដល់ធនាគារអេស៊ីលីដាហ្នឹងមានផ្លូវបត់ឆ្វេងមួយអញ្ចឹងបត់មកខាងឆ្វេងមកជាច្រកចូលទៅខាងរមណីយដ្ឋានថ្មក្រៅហ្នឹងឯងពេលយើងបត់ឆ្វេងហើយផ្លូវឡើងទៅថ្មក្រៅហ្នឹងគេកំពុងឈូសកស៊ូចាស់ចោលនៅសល់តែដីក្រហមអញ្ចឹងគេកំពុងប្រហាប់អញ្ចឹងគិតថាមួយឆ្នាំអីទៀតមើលទៅឬក៏កន្លះឆ្នាំអីទៀតគេធ្វើហើយចាក់កស៊ូមកវិញនេះមកដល់ថ្នល់ហើយនេះគឺពេលដែលយើងបត់ពីធនាគារអេស៊ីលីដាមកយើងបត់មកយើងមើលខាងមុខយើងឃើញភ្នំនៅមុខយើងនឹងមកហើយជិះបន្តទៅរហូតទៀតមុខត្រង់ទៀតឃើញផ្លាកគេដាក់ថារមណីយដ្ឋានថ្មក្រៅនៅខាងស្ដាំដៃវិញឥឡូវហ្នឹងហើយយើងងាកទៅខាងស្ដាំដៃហ្នឹងទៅឃើញខ្នុរគេពងជូនហើយខ្នុរហ្នឹងយើងល្អបន្តិចដោយសារថ្ងៃខ្ញុំទៅហ្នឹងមេឃភ្លៀងពីល្ងាចមួយថាព្រលឹមឡើងវាសតុំចេះអត់បើកថ្ងៃទេហើយខ្នុរនៅរៀងក្រហមល្អតិចហើយគ្រឿងចាក់នៅក្នុងគេពងឈូសប្រហាប់ដែរអញ្ចឹងវារៀងល្អជីប្រយ័ត្នប្រយែងទេតែអីទេឡានចេញចូលបានគម្រោងខ្ញុំថ្ងៃឈប់សម្រាកនេះចង់ទៅដើរលេងសមុទ្រទេប៉ុន្តែដោយសារតែចែកដល់អីយើងហៅផ្ទះស្នាក់អត់បានណាស្ថានភាពកំពេញអស់រីសតកំពេញអស់ជុំទៅលេងអត់កើតអញ្ចឹងក៏មកចិត្តកំពេញនេះទៅមកគេមើលទេសភាពព្រៃភ្នំបោះតង់គេមកយកឈៀលលេងមួយមិត្តភ័ក្តិថ្ងៃនេះចេញទៅបានគ្នាដែរបាន4ម៉ូតូទាំងខ្ញុំហើយនឹងបងប្អូននៅកន្លែងធ្វើការហ្នឹង3នាក់ទៀតហើយយើងជួយដាក់អីវ៉ាន់គ្នាមួយណាត់តិចទៅទិញមានសាច់គោសាច់ក្រអីទិញយកទៅទុកធ្វើម្ហូបពេលល្ងាចណាព្រោះខាង resort គេមានជាតង់ជាផ្ទះអីឲ្យហើយមានឆ្កានមានអីចឹងទៅនេះឡើងយើង BBQ ញ៉ាំទៅកុំឲ្យអបសុកអញ្ចឹងណាបន្ទាប់ពីជាងជិះប្រហែលជា30នាទីហួសផុតផ្លូវល្អហ្នឹងមកយើងទៅដល់មុខឃើញភ្នំនៅមុខយើងព័ទ្ធជុំវិញយើងមកភ្នំហ្នឹងមកដល់ហើយនេះផ្លូវលេងល្អហើយគេប្រហាប់ផ្លូវវារៀងស្ងួតហើយអ្នកមកលេងច្រើនមែនតើសិតតែអ្នកជិះម៉ូតូភាគច្រើនអ្នកជិះឡានក៏មានដែរតែមួយដែលម៉ូតូច្រើនជាងហើយនេះជិះតាមផ្លូវហ្នឹងថតគ្នាដែលចេញទៅហ្នឹងឃើញទេសភាពភ្នំព័ទ្ធជុំវិញមកស្អាតមែនតើនៅលើហ្នឹងមកដល់លេងចុងខែ4ខែ5នេះយើងក្តៅបន្តិចដោយសារតែទើបតែចប់ចូលឆ្នាំហើយវានៅអំឡុងខែចែកឡើយយើងមកលេងបោះតង់ចឹងរៀងក្តៅអត់សូវឈៀលបាននេះតែបើមកខែ11ឬក៏ខែ12ប្រហែលជាសប្បាយជាងឬក៏មកខែភ្លៀងចុងអំឡុងខែភ្លៀងរៀងសប្បាយប៉ុន្តែគាត់តែរៀងបាច់តិចតែបើអ្នកចូលចិត្តសំឡេងទឹកភ្លៀងតក់ហ្នឹងគឺត្រូវហ្មងមកទាំងត្រជាក់ទាំងបានស្ដាប់សំឡេងទឹកភ្លៀងទាំងមានទឹកធ្លាក់ស្អាតហើយនៅក្នុង resort នេះមានផ្ទះនៅមាត់ទឹកទៀតផ្ទះគេមានទឹក
ហើយយើងអង្គុយមើលលេងចឹងទៅទឹកហូរស្អាតដែរខែភ្លៀងគឺទឹកកន្លែងហ្នឹងរៀងស្អាតតែខែនេះតំដើមភាសាចឹងភ្លៀងតំធ្លាក់បាល់មួយមេពីរហើយទឹកវានៅល្អអត់ទាន់ស្អាតចឹងណាតែបើនិយាយពីទេសភាពភ្នំវិញស្អាតមែនទេភ្នំធំនៅព័ទ្ធជុំវិញនេះភ្នំវាមើលទៅជើងស្ទាប់ចឹងវាពណ៌ខៀវភ្នំជើងស្ទាប់ហើយរីសតវិញគេតែងមកស្អាតមានអនាម័យចឹងនៅតាមបដោយទឹកចឹងហើយរីសត3 4ចិត្តគ្នាស្អាតនេះចេញពីរីសតហ្នឹងមកយើងដើរមកលេងរូបនេះខាងដល់នេះទៅបន community ដែលគេរៀបចំណាខាងសហគមន៍គេរៀបចំនៅនេះក៏ស្អាតម្យ៉ាងដែរទឹកធ្លាក់ស្អាតមានគេលក់នំលក់អីចឹងទៅមានលក់ម្ហូបអាហារញ៉ាំបាយថ្ងៃត្រង់មានកញ្ចុះអង្គុយលេងចឹងណាតែគាត់ថានេះរៀងឮសលេងគេចាក់ធុងបាសតិចដោយសារតែបងប្អូនគាត់មកលេងអញ្ចឹងគាត់យកធុងបាសមកហើយគាត់ញ៉ាំប៊ីយ៉ាស្វឹងទៅគាត់ចាក់ភ្លេងរៀងឮតិចចេញពីហ្នឹងមកដើរចុះមកក្រោមហៅកន្លែងអង្គុយលេងរៀងស្ងាត់តិចទៅហើយយើងមើលគេហែទឹកលេងទឹករាក់អាំក្បាលជង្គង់ក្មេងៗចុះលេងសប្បាយឃើញចុះគ្នាច្រើនណាកាលពីក្មេងក៏ចង់លេងដូចគេអញ្ចឹងដែរតែឥឡូវហួសពេលហើយលេងអត់សូវសប្បាយដូចមុនមានអារម្មណ៍មកចុះទឹកលេងដូចខ្មាស់គេវិញអញ្ចឹងហើយតើឡៃក៏ញ៉ាំបាយពេលថ្ងៃហើយងាយឡើងទៅគេនៅរីសតវិញសាយត្រឡប់ទៅផ្ទះវិញហើយវីដេអូនេះខ្លីធ្វើតែប៉ុណ្ណឹងអត់មានអីវែងយ៉ាងហ្នឹងទេអញ្ចឹងអរគុណច្រើនដែលបានទស្សនាផ្លូវនេះគឺគេទៅឲ្យពូរីសតនេះត្រូវបានហើយទៀតមកផ្លូវពុនណាស់នៅ